តមេរៀនយើងទៀតគឺនៅភាគទី 9 វាselect លើលេខមកអូខេ select លើនេះមកហើយអក្សរ M ដើម្បីយើង remove នេះចេញ option និយាយទៅសុំវាមកអូខេ select លើវាមកយើង export វាដើម្បីឲ្យដោះឲ្យគ្រប់ចេញណាសម្រាប់យើងធ្វើការហើយតោះយើងជាអក្សរ L ខ្ញុំអត់ចុចលើនេះទេដោយសារតែខ្ញុំជាអក្សរខាត់ណានៅលើ keyboard របស់យើងជាអក្សរអញ្ចឹងអក្សរ L គូឡាញដើម្បីយកគូឡាញអក្សរ L comment អក្សរ L អូខេតោះមកយើងជាអក្សរ P អស់វាទៅក្រោយដើម្បីបដាច់យើងខ្ជិលលុបអញ្ចឹងហើយបន្ទាប់មកទៀតយើង select លើផ្ទៃខាងលើនេះតមកអក្សរ M ចុចត្រង់ចំណុចមួយលើក25អូខេតមកយើងគូសកញ្ចក់វានៅខាងក្នុងនេះមកទីខាងក្នុងអក្សរ O ចាប់ចង់ចំណុចកណ្ដាលនេះមកអូខេតមកចាប់ផងទីមកដាក់កញ្ចក់មកនេះអូខេតមកទៀតយើងបង្កើតគ្រប់វាមកអានេះក៏ដូចគ្នាដែរគ្នាទាំងអស់របស់យើងនៅគ្រប់វាទៅដើម្បីយើងស្រួលចាប់ចាប់ដាក់កន្លែងផ្សេងៗឲ្យចាប់មកវាអត់អស់ណាស្លេចអានេះមួយមកយើង remove មកក្រោយបន្តិចចាប់ត្រង់ចំណុចនេះអូខេអានេះយើងនៅគ្រប់វាដែរកើតគ្រប់វាទីមកអីយ៉ាច្រឡំដល់ដល់ផ្សេងជាងអានេះយើងហើយអូខេបន្តអក្សរ M ចុចត្រង់ចំណុចនេះមកដើម្បីចាប់ដាក់កន្លែងទ្វារយើងចូលណាដើម្បីនេះមួយមកហើយអក្សរ T គូតតមួយមកហើយ L ដើម្បីគូឡាញរកចំណុចកណ្ដាលស្រួលយើងដាក់ឲ្យបង្រួចចឹងបន្តអក្សរ E លុបនេះចោល select លើនេះមួយអក្សរ M ចុចចំណុចកណ្ដាលត្រង់នេះដាក់ចំណុចកណ្ដាលរបស់យើងអូខេអក្សរ T យើងរកចំណុចកណ្ដាលនេះម្ដងអូខេតោះមកយើងចុចលើនេះមកអក្សរ M មកចំណុចនេះចំណុចកណ្ដាលនេះមកអូខេតោះមកទៀតវាអក្សរ M ដែរមកទៅត្រង់ចំណុចនេះមក option តែចំណុចកណ្ដាលអក្សរ M ទៀតមកនេះមក option មួយទៀតមកដាក់ខាងក្រោយម្ដងអូខេបន្តមកយើងអក្សរ E ដើម្បីលុប comment E ណាលុបបន្ទាត់យើងចេញមកយ៉ាងនេះយើងពុកវាអញ្ចឹង arrow rotate អក្សរ Q so you Q យើងខ្ជិលស្អីអានេះមកអូខេតាំងនេះមកនេះមកដល់យើងគូវាយសទ្ធីអូខេកណ្ដាលអូខេនេះហើយយើងសក់យើង select លើនេះមកសក់ M របស់យើងនេះមកតោះមកយើង select លើអានេះមួយទៀតមកសក់ M នេះមកពី option មកដើម្បីវាចេញក្រៅឡើងបានដាក់នេះទៅមកយើងបវល់របស់យើងមកអក្សរ Q អក្សរ U Q អូខេអក្សរ M ចុចចំណុចកណ្ដាលនេះមក
ខេអក្សរ E ដើម្បីលុបផ្ទាត់នេះបាទយើងមកទៅនេះហើយអក្សរ O អក្សរ O មក select ខាងនេះអូខេអក្សរ P ដាក់15អូខេអានេះក៏ដូចគ្នាដែរអក្សរ O មកជាអក្សរ P មក15អូខេ O មកដូចគ្នាទាំងអស់ដាក់15អូខេអានេះក៏យើងអក្សរ O អក្សរ P 15មកអូខេអានេះក៏ដូចគ្នាដែរអក្សរ O អក្សរ P 15 សង់ទីម៉ែត្រហើយនេះក៏ដូចគ្នាដែរអក្សរ O អក្សរ P 15 O P អូខេហើយក្នុងវគ្គនេះយើងរៀនបានប៉ុណ្្នឹងទេនៅវគ្គតទៀតយើងនឹងរៀនបន្តតាមទៀតយើងដាក់ឲ្យទ្វារនៅខាងក្នុងម្ដងកន្លែងនេះយើងមានទ្វារដែរនៅវគ្គទី9របស់យើងនៅប៉ុណ្្នឹងទេយើងដាក់ប៉ុណ្្នឹងបាទនៅវគ្គក្រោយទៀតយើងនឹងធ្វើបន្តទៀតបាទតែនេះយើងមានប៉ុណ្្នឹងអរគុណច្រើនជម្រាបលា